សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិងប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសស៊ូដង់ដែលស្ថិតនៅក្នុងរបបប្រល័យពូជសាសន៍នៅក្នុងពេលបច្ចុប្បន្ននេះប្រទេសស៊ូដង់កំពុងតែជួបការសម្លាប់យ៉ាងរង្គាលនៅក្នុងទីក្រុង El Fasher រដ្ឋ North Darfur ដែលការសម្លាប់នេះបង្កដោយក្រុម RSF និងកងទ័ពរដ្ឋស៊ូដង់ SAF ដែលអង្គការសហប្រជាជាតិកំពុងតែស៊ើបអង្កេតអំពើទាំងនេះអាចស្ថិតនៅក្នុងរបបប្រល័យពូជសាសន៍ហើយបញ្ហាដែលនាំឲ្យមានការសម្លាប់ជនស៊ីវិលស្ត្រីកុមារនិងចាស់ជរាគឺបណ្ដាលមកពីការដណ្ដើមអំណាចគ្នារវាងកងទ័ពនិងក្រុម RSF ប្រើការសម្លាប់ដើម្បីគ្រប់គ្រងតំបន់និងបង្ខំឲ្យប្រជាជនគាំទ្រខ្លួនយោងតាមសារព័ត៌មាន Reuters បានប្រាប់ថាមនុស្សប្រហែល 1,500 នាក់បន្ទាប់ពីក្រុម RSF កាន់កាប់ទីក្រុង El Fasher នៃប្រទេសស៊ូដង់បន្ទាប់ពីកងកម្លាំង RSF បានដណ្ដើមកាន់កាប់ទីក្រុង El Fasher ពីកងទ័ពស៊ូដង់រួចមកអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្តាហ៍នេះបានចេញសេចក្តីព្រមានអំពីសោកនាដកម្មនៃការបាត់បង់អាយុជីវិតរបស់ប្រជាជនស៊ីវិលរាប់រយនាក់ហើយចំពោះការព្រមាននេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប៉ារ៉ា RSF បានដណ្ដើមកាន់កាប់ទីក្រុង El Fasher ពីកងកម្លាំងរបស់ស៊ូដង់កាលពីដើមសប្តាហ៍នេះហើយសកម្មភាពទាំងនេះក៏បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំភៀសខ្លួនចេញពីផ្ទះសម្បែងក្នុងនោះរបាយការណ៍ខ្លះនិយាយថាមនុស្សប្រហែល 1,500 នាក់បានស្លាប់នៅក្នុងរយៈពេលត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះហើយតាមរយៈរបាយការណ៍របស់អង្គការសហប្រជាជាតិលោក SIF ដែលជាប្រតិភូសារព័ត៌មាននៃការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានទទួលនៅរបាយការណ៍ស្ដីអំពីស្ថានភាពដ៏រន្ធត់ពាក់ព័ន្ធនឹងការកាប់សម្លាប់រំលោភបំពានផ្លូវភេទចាប់ចម្រិតនិងការបង្ខំឲ្យភៀសខ្លួនជាដើមជាមួយនឹងភស្តុតាងជាវីដេអូមួយចំនួននៅលើបណ្ដាញសង្គមបង្ហាញថាបរិសុទ្ធជនប្រដាប់អាវុធនៅក្នុងឯកសណ្ឋាន RSF បានធ្វើការបាញ់សម្លាប់ឆ្លើយសឹកនិងសាកសពនៅក្នុងប្រឡាយបើទោះជាបែបណាក្តីក្រុម RSF បានបដិសេធរាល់ការចោទប្រកាន់ដោយថានេះគឺជារូបភាពក្លែងបន្លំរបស់កងទ័ពជាតិស៊ូដង់គួររំលឹកថាសោកនាដកម្មនៃសង្គ្រាមស៊ីវិលនេះបានបន្តកើតមានឥតឈប់ឈរដោយប្រភពដើមនៃសង្គ្រាមបានចាប់ផ្ដើមកាលពីខែមេសាឆ្នាំ2023ឯណោះពាក់ព័ន្ធនឹងការដណ្ដើមអំណាចរវាងកម្លាំងជាតិស៊ូដង់និងកងទ័ពប៉ារ៉ាយោធាដែលហៅថា RSF ប្រទេសនេះបែកបាក់ដោយសារតែមេទ័ពពីររូបប្រជែងគ្នាដើម្បីអំណាចគឺទ័ពប្រភេទ Support Force ដែលហៅថាកម្លាំងគាំទ្រយ៉ាងឆាប់រហ័សនិងរវាងក្រុម Sudan Armed Force ដែលហៅថាកម្លាំងប្រដាប់អាវុធស៊ូដង់ភ្លើងកំពុងតែក្តៅគគុកគឺភ្លើងសង្គ្រាមដែលស្ថិតនៅក្នុងប្រទេសស៊ូដង់គឺទីក្រុង El Fasher ស្ថិតនៅក្នុងតំបន់ Darfur ដែលបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ RSF ហើយមានព័ត៌មានថាមានការសម្លាប់ពលរដ្ឋយ៉ាងអនាធិបតេយ្យក្រោមការប្រឆាំង RSF ហើយគាំទ្ររដ្ឋាភិបាលវិបត្តិសង្គមដ៏ធ្ងន់ធ្ងរគឺមនុស្សរាប់លាននាក់បានភៀសខ្លួនរងភាពអត់ឃ្លានជីវិតមនុស្សរាប់ពាន់នាក់បានស្លាប់ពាសពេញទីក្រុងត្រូវការជំនួយពីអន្តរជាតិនៅក្នុងសង្គ្រាមនៃប្រទេសស៊ូដង់ដែលចាប់ផ្ដើមតាំងពីខែមេសាឆ្នាំ2023មកដល់បច្ចុប្បន្ននេះមានចំនួនអ្នកស្លាប់ជាច្រើនម៉ឺននាក់ប្រទេសនេះនៅតែបន្តរងគ្រោះព្រោះតែរាជរដ្ឋាភិបាលប្រទេសនេះតែងតែត្រូវខាងយោធាធ្វើរដ្ឋប្រហារហើយខាងយោធាមានភាពសាហាវខ្លាំងរហូតដល់ថ្នាក់មានការប្រល័យពូជសាសន៍ឯងដោយគ្រាន់តែចោទរាជខ្លួនឯងថាជាក្រុមប្រឆាំងកម្ពុជាយើងក៏បានបញ្ជូនក្រុមទាហានមួកខៀវ UN ទៅជួយដោះមីននៅឯប្រទេសស៊ូដង់ច្រើនដែរការឈឺចាប់នៃសង្គ្រាមគ្មានអ្នកណាចង់ជួបនោះទេវាមិនខុសអីពីប្រទេសយើងកាលពីសម័យប៉ុលពតនោះទេដូច្នេះសូមឲ្យពិភពលោកទាំងមូលងាកទៅមើលប្រទេសស៊ូដង់ផង